ព្រះគម្ពីរថៃសាឡូនីកទី2ចំពោះទី1សម្បត្តិប៉ុលស៊ីលវ៉ាននិងធីម៉ូថេយើងខ្ញុំផ្ញើមកពួកជំនុំនៅក្រុងថៃសាឡូនីកដែលនៅក្នុងព្រះដ៏ជាព្រះវរបិតានៃយើងរាល់គ្នានិងព្រះអម្ចាស់យេស៊ូវគ្រីស្ទសូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណនិងសេចក្តីសុខសាន្តអំពីព្រះដ៏ជាព្រះវរបិតានៃយើងហើយអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទបងប្អូនអើយយើងខ្ញុំត្រូវតែអរព្រះគុណដល់ព្រះជានិច្ចពីដំណើរអ្នករាល់គ្នាដូចជាគួរគប្បីដែរពីព្រោះសេចក្តីជំនឿរបស់អ្នករាល់គ្នាកំពុងតែចម្រើនកាន់តែច្រើនឡើងហើយអ្នករាល់គ្នាមានសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមករឹតតែខ្លាំងឡើងដែរដល់ម្លេះបានជាយើងខ្ញុំអួតពីអ្នករាល់គ្នាក្នុងអស់ទាំងពួកជំនុំនៃព្រះពីដំណើរសេចក្តីខ្ជាប់ខ្ជួននិងសេចក្តីជំនឿរបស់អ្នករាល់គ្នាដែលមានក្នុងសេចក្តីបៀតបៀននិងសេចក្តីទុក្ខលំបាកទាំងប៉ុន្មានដែលអ្នករាល់គ្នារងទ្រាំនោះជាផុសតាងពីសេចក្តីជំនុំជម្រះដ៏សុចរិតរបស់ព្រះប្រយោជន៍ឲ្យអ្នករាល់គ្នាបានរាប់ជាគួរនឹងនគរព្រះដែលអ្នករាល់គ្នាកំពុងតែរងទុក្ខដោយព្រោះនគរនោះឯងត្បិតនេះជាសេចក្តីសុចរិតនៅចំពោះព្រះគឺនឹងសងសេចក្តីទុក្ខលំបាកដល់ពួកអ្នកដែលធ្វើទុក្ខដល់អ្នករាល់គ្នាហើយឲ្យអ្នករាល់គ្នាដែលត្រូវគេធ្វើទុក្ខនោះបានសម្រាកជាមួយនឹងយើងខ្ញុំវិញក្នុងកាលដែលព្រះអង្គម្ចាស់យេស៊ូវទ្រង់លេចមកពីស្ថានសួគ៌ជាមួយនឹងពួកទេវតានៃព្រះជាស្ដេចទ្រង់នៅក្នុងអណ្ដាតភ្លើងទាំងសងសឹកនឹងពួកអ្នកដែលមិនស្គាល់ព្រះហើយនឹងពួកអ្នកដែលមិនស្ដាប់តាមដំណឹងល្អពីព្រះយេស៊ូវគ្រីស្ទជាព្រះអង្គម្ចាស់នៃយើងគេនឹងរងទុក្ខទោសជាសេចក្តីហិនវិនាសអស់កលជានិច្ចឃ្លាតពីព្រះភ័ក្ត្រនៃព្រះអង្គម្ចាស់ហើយពីសេរីល្អនៃព្រះជាស្ដេចទ្រង់ក្នុងកាលដែលទ្រង់យាងមកដើម្បីឲ្យបានដំកើងឡើងក្នុងពួកបរិសុទ្ធរបស់ទ្រង់ហើយនៅថ្ងៃនោះឲ្យបានគេមើលទ្រង់ដោយអស្ចារ្យក្នុងពួកអ្នកដែលជឿត្បិតអ្នករាល់គ្នាបានជឿពាក្យបន្ទាល់របស់យើងខ្ញុំហើយដូច្នេះយើងខ្ញុំអធិស្ឋានឲ្យអ្នករាល់គ្នាជានិច្ចដើម្បីឲ្យព្រះនៃយើងខ្ញុំបានរាប់អ្នករាល់គ្នាជាគួរនឹងការដែលទ្រង់ហៅមកធ្វើហើយឲ្យទ្រង់បានបំពេញគ្រប់អស់ទាំងសេចក្តីបំណងខាងឯកាល្អនិងការដែលធ្វើដោយជំនឿដោយព្រះជាស្ដេចដើម្បីឲ្យព្រះនាមនៃព្រះយេស៊ូវគ្រីស្ទជាព្រះអង្គម្ចាស់នៃយើងបានដំកើងឡើងក្នុងអ្នករាល់គ្នាហើយអ្នករាល់គ្នាក្នុងទ្រង់ផងតាមព្រះគុណរបស់ព្រះនៃយើងនិងព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទ